របៀបផ្លាស់ប្ដូរការបញ្ជាទិញរបៀបចោលទំនិញណាមួយដែលគ្មាននៅក្នុងស្តុកដោយជាដំបូងបងចុចទៅលើកូដដែលអតិថិជនកំងជាធម្មតារួចចុចទៅលើពាក្យថា Edit Order បន្ទាប់មក app របស់យើងគឺនឹងត្រូវតម្រូវឲ្យបងតាក់ទងទៅកាន់ភ្ញៀវជាមុនសិនបងអាចផ្ញើសារទៅកាន់គាត់ក៏បានដែរបន្ទាប់ពីបងបានធ្វើការតាក់ទងឬក៏ផ្ញើសារជាមួយអតិថិជនរួចសូមបងចុចទៅលើពាក្យថា Continue បន្ទាប់ពីនេះបងនឹងឃើញមុខម្ហូបទាំងអស់ដែលអតិថិជនកំងបងគ្រាន់តែคลิกទៅលើមុខម្ហូបមួយណាដែលបងចង់លុបចេញរួចបងចុចទៅលើពាក្យថា Remove Item គ្រាន់តែចុចទៅលើពាក្យថា Yes Remove ទំនិញនោះនឹងបាត់ចេញពីការបញ្ជាទិញរបស់អតិថិជនរបៀបផ្លាស់ប្ដូរមុខទំនិញថ្មីជូនអតិថិជនបន្ទាប់មក app របស់យើងគឺនឹងត្រូវតម្រូវឲ្យបងតាក់ទងទៅកាន់ភ្ញៀវជាមុនសិនបងអាចផ្ញើសារទៅកាន់គាត់ក៏បានដែរអតិថិជនកំងសូមបងចុចទៅលើពាក្យថា Continue រួចចុចបងគ្រាន់តែចុចទៅលើមុខម្ហូបដែលបងចង់ធ្វើការផ្លាស់ប្ដូររួចជ្រើសរើសពាក្យថា Replace Item បន្ទាប់មកសូមបងជ្រើសរើសយកមុខម្ហូបថ្មីរួចចុចទៅលើពាក្យថា Review Order ចុងក្រោយបងចុចទៅលើពាក្យថា Confirm Edit Orders រួចបងចុចពាក្យ Confirm ជាការស្រេចទី3របៀបនៃការផ្លាស់ប្ដូរចំនួនដែលអតិថិជនបានកំងបន្ទាប់មក app របស់យើងគឺនឹងត្រូវតម្រូវឲ្យបងតាក់ទងទៅកាន់ភ្ញៀវជាមុនសិនបងអាចផ្ញើសារទៅកាន់គាត់ក៏បានដែរសូមបងចុចទៅលើពាក្យថា Continue រួចចុចបងគ្រាន់តែចុចទៅលើមុខម្ហូបដែលបងចង់ធ្វើការផ្លាស់ប្ដូររួចជ្រើសរើសយកពាក្យ Change Quantity រួចធ្វើការដកចំនួនដែលអតិថិជនកំងបានរួចចុចទៅលើពាក្យថា Update Item គឺជាការស្រេចរបៀបពិនិត្យមើលឡើងវិញបន្ទាប់ពីកែសម្រួលការបញ្ជាទិញបងចុចទៅលើពាក្យថា Review Order ចុងក្រោយបងចុចទៅលើពាក្យថា Confirm Edit Orders រួចបងចុចពាក្យ Confirm ជាការស្រេច